ធ្វើរឿង6យ៉ាងនេះបើមិនចង់ឲ្យខ្លួនឯងមានបញ្ហាផ្លូវចិត្តសួស្តីអ្នកទាំងអស់គ្នាខ្ញុំ Grace ចឹងអ្នកទាំងអស់គ្នាខ្ញុំជឿថាចេះយើងប្រកាសជាដឹងពីសារៈសំខាន់នៃផ្លូវចិត្តរបស់យើងម្នាក់ៗដែលផ្លូវចិត្តរបស់យើងវាដូចជាកូនសោដ៏សំខាន់មួយដែលធ្វើឲ្យយើងរស់នៅដោយសុខចិត្តដោយសេចក្តីស្ងប់អាចស្រឡាញ់ខ្លួនឯងច្រើនជាងមុនយើងអាចមើលពិភពលោកនៅក្នុងផ្លូវល្អសប្បាយច្រើនជាងមុនហើយជាពិសេសក៏ធ្វើឲ្យយើងអាចសម្រេចរឿងល្អៗជាច្រើននៅក្នុងជីវិតដែរមូលហេតុអីដោយសារតែផ្លូវចិត្តរបស់យើងវាដូចជាដុំដែកមួយអញ្ចឹងដែលនៅពេលដែលផ្លូវចិត្តរបស់យើងស្រស់ថ្លាយើងសប្បាយចិត្តយើងមានគណិតវិជ្ជមានច្រើនវានឹងធ្វើឲ្យយើងតាក់ទាញនៅរឿងល្អៗមនុស្សល្អៗហើយយើងអាចមើលឃើញឱកាសជាច្រើននៅជុំវិញខ្លួនរបស់យើងប៉ុន្តែបើសិនជាផ្លូវចិត្តរបស់យើងអត់ល្អទេបើថាយើងពោពេញទៅដោយគណិតអវិជ្ជមានយើង stress ច្រើនយើងខឹងយើងមួម៉ៅអីច្រើនហើយនេះហើយនឹងធ្វើឲ្យយើងតាក់ទាញរឿងអត់ល្អចូលមកក្នុងជីវិតរបស់យើងដូចគ្នាដែរដែលនឹងធ្វើឲ្យយើងមានបញ្ហាច្រើនយើងអាចនឹងជួបមនុស្ស toxic ច្រើនឬក៏រឿងជាច្រើនទៀតដែលអត់ផ្ដល់ផលល្អដល់ការរស់នៅរបស់យើងហើយនេះហើយវាគឺជារឿងដ៏សំខាន់ខ្លាំងមែនតើសម្រាប់យើងម្នាក់ៗនៅក្នុងការដែលយើងគប្បីមើលថែផ្លូវចិត្តរបស់យើងឲ្យបានល្អប្រសើរអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកគ្នាយើងទាំងអស់គ្នានៅរឿង6យ៉ាងដែលខ្ញុំជប់ធ្វើអញនិយាយថារយៈពេល6ខែកន្លងមកនេះហើយខ្ញុំមើលឃើញថាវាបានផ្លាស់ប្ដូរច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំដែលវាធ្វើឲ្យខ្ញុំស្ងប់ច្រើនជាងមុនទោះបីជាបរិយាកាសខាងក្រៅរបស់ខ្ញុំវាអញនិយាយថាវាដូចនៅក្នុងសង្គ្រាមណាប៉ុន្តែខ្ញុំមានចិត្តស្ងប់ច្រើនជាងមុនខ្ញុំអាចឆ្លើយតបទៅលើរឿងដែលកើតឡើងជុំវិញខ្លួនរបស់ខ្ញុំនៅក្នុងរូបភាពមួយដែលល្អប្រសើរជាងមុនហើយក៏វាធ្វើឲ្យខ្ញុំសប្បាយចិត្តច្រើនជាងមុននេះគ្នាដែរអូខេចឹងរឿងទី1ដែលខ្ញុំឈប់ធ្វើនោះគឺខ្ញុំឈប់ stress ទៅលើលទ្ធផលនៃការដែលខ្ញុំធ្វើកិច្ចការអីមួយព្រោះអីខ្ញុំមិនអាចគ្រប់គ្រងទៅលើលទ្ធផលបានទេចឹងនិយាយនេះមិនមែនន័យថាខ្ញុំឈប់ធ្វើអីហើយមែនខ្ញុំលែងមានគោលដៅជីវិតខ្ញុំលែងធ្វើអីទាំងអស់មែន go with the flow មែន no គឺខ្ញុំនៅតែកំណត់គោលដៅជីវិតទៅលើអ្វីដែលខ្ញុំចង់បានជាធម្មតាខ្ញុំកំណត់ផែនការសកម្មភាពថាតើធ្វើមិនទៅខ្ញុំអាចសម្រេចគោលដៅហ្នឹងហើយខ្ញុំព្យាយាមឲ្យអស់លទ្ធភាពនៅក្នុងការសម្រេចគោលដៅហ្នឹងជាធម្មតាប៉ុន្តែខ្ញុំលែង stress ពីលទ្ធផលចេញមកឧទាហរណ៍ថានៅពេលដែលលទ្ធផលចេញមកវាអត់ដូចការរំពឹងទុករបស់ខ្ញុំអញ្ចឹងខ្ញុំលែង stress ខ្ញុំលែង self doubt ខ្ញុំលែងស្អប់ខ្លួនឯងខ្ញុំលែងគិតថាខ្លួនឯងអន់ដូចមុនហើយប៉ុន្តែខ្ញុំទទួលយកលទ្ធផលហ្នឹងគឺជាកម្រិតនៃការខិតខំប្រឹងប្រែងឬក៏សមត្ថភាពរបស់ខ្ញុំហើយខ្ញុំក៏ព្យាយាមសិក្សាពីពីមេរៀនដែលខ្ញុំទទួលបាននៅក្នុងកន្លងពេលដែលខ្ញុំអនុវត្តផែនការសកម្មភាពហ្នឹងថាតើមានចំណុចខ្វះខាតអីគេខ្លះដែលខ្ញុំគប្បីត្រូវរៀនពីវាហើយយកមក improve បន្ថែមហ្នឹងហើយអញ្ចឹងឥឡូវនេះអាចឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាដូចអូនដែលគាត់ត្រៀមប្រឡងថ្នាក់ទី12ឆ្នាំក្រោយអញ្ចឹងអូនអាចត្រៀមប្រឡងជាធម្មតាយើងអាចរៀនពេញម៉ោងយើងទៅរៀនបន្ថែមឬក៏រៀនតិចនិចនៃការប្រឡងរៀនវិញ្ញាសាចាស់អីចឹងទៅដើម្បីត្រៀមការប្រឡងហើយនៅពេលដែលការប្រឡងមកដល់យើងអាចព្យាយាមនៅក្នុងការប្រឡងអស់លទ្ធភាពប្រើចំណេះដឹងដែលយើងបានរៀនឲ្យអស់លទ្ធភាពនៅក្នុងការប្រឡងហ្នឹងហើយឧទាហរណ៍ថានៅពេលដែលលទ្ធផលចេញមកវាដោយការរំពឹងទុកជាងទេគឺយើងអាចទទួលយកលទ្ធផលហ្នឹងជាកម្រិតនៃសមត្ថភាពរបស់យើងដោយយើងកុំខឹងខ្លួនឯងថាខ្លួនឯងអត់ប្រកែកខ្លួនឯងអន់ព្រោះយើងបានព្យាយាមអស់លទ្ធភាពឲ្យត្រូវអត់យើងបានខំរៀនពេញម៉ោងផងរៀនបន្ថែមផងហើយនេះហើយយើងអត់មានរឿងអីដែលត្រូវ self doubt ស្អប់ខ្លួនឯងគិតថាខ្លួនឯងប្រកែកព្រោះហ្នឹងវាជាកម្រិតនៃសមត្ថភាពរបស់យើងអីដែលយើងអាចធ្វើបានគឺយើងរៀនសូត្រពីកន្លងពេលដែលយើងត្រៀមប្រឡងហ្នឹងយើងមានចំណុចខ្វះខាតអីគេខ្លះយើងយកមក improve បន្ថែមយកវាចាត់ទុកជាមេរៀនដើម្បីប្រឡងអីផ្សេងៗទៅពេលក្រោយទៀតហើយរឿងទី2ដែលខ្ញុំឈប់ធ្វើនោះគឺខ្ញុំឈប់ដិតដាមនៅរឿងអតីតកាលហើយក៏ឈប់សម័យច្រើនពីរឿងអនាគតចឹងអ្នកនរខ្ញុំនិយាយប្រវត្តិខ្ញុំបន្តិចខ្ញុំកាលពីក្មេងខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តសម័យច្រើនខ្លាំងមែនតើហើយនៅគ្រប់ពេលវេលានៃជីវិតរបស់ខ្ញុំគឺតែងតែមាន scenario នៃសាច់រឿងនានានៅក្នុងជីវិតរបស់ខ្ញុំឧទាហរណ៍ដូចកាលពីពេលខ្ញុំនៅក្មេងគេល្បីរឿង F4 ចិនណាហ្នឹងហើយចឹងខ្ញុំតែងតែសម័យថាខ្លួនឯងជាតួនៅក្នុងរឿងហើយសម័យហ្នឹងមិនមែនដេកសម័យទេអ្នកនរគ្នាដូចខ្ញុំដូច casting ណានៅក្នុងរឿងហ្នឹងហ្មងអ្នកនរខ្ញុំនិយាយចឹងមានអារម្មណ៍ដូចខ្លួនឯងស្គាល់ចឹងតែពេលហ្នឹងវាគឺជាអីដែលខ្ញុំបានធ្វើមែនហើយនេះហើយខ្ញុំមានអាទម្លាប់សម័យបែបហ្នឹងរហូតដែលជាហេតុធ្វើឲ្យខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំគ្រប់គ្រងការគិតខ្លួនឯងអត់បានខ្ញុំគិតរហូតដល់ខ្ញុំធ្វើឲ្យខ្ញុំឈឺក្បាលហើយខ្ញុំមាន experience ជួបប៉ែតប្រឹក្សាផ្លូវចិត្តអ្នកនរគ្នាតាំងពីខ្ញុំរៀននៅ secondary school ខ្ញុំតែងតែជួបប៉ែតផ្លូវចិត្តរហូតដោយសារតែខ្ញុំមិនអាចគ្រប់គ្រងការគិតខ្លួនឯងបានហើយធ្វើឲ្យខ្ញុំលេបថ្នាំអីនានាអញ្ចឹងទៅរហូតដល់ពេលមួយដែលខ្ញុំយកព្រះធម៌ជាការដែលខ្ញុំស្ដាប់ដើម្បីរំងាប់អារម្មណ៍
ក៏ដូចជាទទួលបានមេរៀនផ្សេងៗតាក់ទងនឹងផ្លូវចិត្តហើយពេលហ្នឹងក៏ខ្ញុំស្ដាប់ចំអាហ្នឹងគេហៅនិយាយថាមិនពាក្យរបស់ព្រះសម្មាសម្ពុទ្ធមួយដែលគាត់និយាយថាអតីតកាលគឺជាអ្វីដែលកន្លងផុតទៅហើយអនាគតកាលមិនទាន់មកដល់នោះទេតែជីវិតរបស់យើងពិតប្រាកដគឺបច្ចុប្បន្នអានេះខ្ញុំនិយាយតាមអីដែលខ្ញុំយល់ខ្ញុំភ្លេច clear មែនពេញបាត់ហើយអញ្ចឹងអាហ្នឹងវាអីបែបហ្នឹងដែលបានន័យថាអតីតកាលជារឿងដែលហួសហើយយើងអាចទាញវាត្រឡប់មកវិញបានទេហើយអនាគតកាលក៏វាអត់ទាន់មកដល់ដែរតែជីវិតរបស់យើងពិតប្រាកដគឺនៅក្នុងពេលបច្ចុប្បន្នទៅលើអីដែលយើងកំពុងធ្វើអញ្ចឹងពេលដែលខ្ញុំស្ដាប់ជាពាក្យហ្នឹងហើយវាធ្វើឲ្យខ្ញុំរៀងភ្ញាក់ខ្លួនអញ្ចឹងខ្ញុំគាត់ថាមែនតាជីវិតរបស់ខ្ញុំពិតប្រាកដហ្មងគឺនៅក្នុងពេលបច្ចុប្បន្ននេះមិនមែនថ្ងៃមុនហើយក៏មិនមែនថ្ងៃស្អែកដែរអញ្ចឹងគឺបច្ចុប្បន្នអញ្ចឹងក៏ខ្ញុំហ៊ាននៅក្នុងការផ្ដោតការចាប់អារម្មណ៍របស់ខ្ញុំទៅលើការធ្វើរឿងអីមួយដែលខ្ញុំកំពុងធ្វើហ្នឹងផ្ដោត attention របស់ខ្ញុំនិយាយទៅផ្ដោតទាំងរាងកាយនិងចិត្តរបស់ខ្ញុំនៅក្នុងអីដែលខ្ញុំកំពុងធ្វើហ្នឹងអញ្ចឹងហើយក៏ពីមួយថ្ងៃទៅមួយថ្ងៃវាអត់បានភ្លាមទេណាពីមួយថ្ងៃទៅមួយថ្ងៃក៏វាធ្វើឲ្យចិត្តខ្ញុំស្ងប់ច្រើនជាងមុនខ្ញុំអាចចាប់អារម្មណ៍លើរឿងអីដែលខ្ញុំកំពុងធ្វើច្រើនជាងមុនហើយលទ្ធផលនៃការធ្វើរបស់ខ្ញុំក៏វាបានល្អប្រសើរជាងមុនដែរដោយសារអីគឺខ្ញុំផ្ដោតការចាប់អារម្មណ៍លើអីដែលខ្ញុំកំពុងធ្វើហើយនៅពេលដែលយើងផ្ដោតលើភាពបច្ចុប្បន្នអញ្ចឹងទាំងអស់គ្នាវាធ្វើឲ្យយើងមានការច្នៃប្រឌិតច្រើនជាងមុនដូចគ្នាដែរហ្នឹងហើយសម្រាប់រឿងទី3ដែលខ្ញុំឈប់ធ្វើនោះគឺខ្ញុំឈប់ផ្ដោតការយកចិត្តទុកដាក់ទៅលើការគិតឬក៏សកម្មភាពរបស់អ្នកដទៃមកលើខ្ញុំចឹងអ្នកនរគ្នាជឿអត់បើខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាយើងម្នាក់ហ្នឹងណាដូចជាគំនូរមួយផ្ទាំងដែលគេដាក់តាំងនៅក្នុងសារពីពណ៌អញ្ចឹងហើយអត្ថន័យរបស់គំនូរមួយផ្ទាំងហ្នឹងគឺខុសគ្នាអាស្រ័យទៅតាមអ្នកមើលម្នាក់ហើយមូលហេតុអីទៅធ្វើឲ្យអ្នកមើលម្នាក់ហ្នឹងមើលគ្រូគំនូរតាមមួយផ្ទាំងហ្នឹងក្នុងអត្ថន័យផ្សេងគ្នាគឺដោយសារតែអញនិយាយថាបទពិសោធន៍ជីវិតកម្រិតនៃការយល់ដឹងឬក៏ចរិតលក្ខណៈឬក៏សង្គមនៃការរស់នៅរបស់ visitor ម្នាក់ហ្នឹងចឹងទៅធ្វើឲ្យគាត់អាចមើលឃើញគំនូរតែមួយផ្ទាំងតែមួយហ្នឹងនៅក្នុងអត្ថន័យផ្សេងគ្នាហើយនេះហើយយើងម្នាក់គឺដូចគ្នាចឹងការដែលមនុស្សជុំវិញខ្លួនយើងនិយាយថាយើងបែបនេះបែបនោះឬក៏គេធ្វើមិនមកលើយើងគឺបង្ហាញពីការពិតនៃពួកគាត់អាចបង្ហាញពីការគិតរបស់គាត់ឬក៏បង្ហាញពីអាភាពដែល insecurity ណាមួយរបស់ពួកគាត់អីចឹងទៅអញ្ចឹងអាហ្នឹងវាមិនមែនជាការពិតរបស់យើងទេហើយនេះហើយយើងវាអញនិយាយថាវាអត់មានសារៈសំខាន់អីដែលយើងត្រូវផ្ដោតការគិតឬក៏យកចិត្តទុកដាក់ខ្លាំងទៅលើអីដែលគេនិយាយមកយើងសំខាន់យើងដឹងថាយើងជាអ្នកគេយើងកំពុងធ្វើអីគេហើយធ្វើអីដើម្បីអី That's it រឿងទី4គឺខ្ញុំឈប់ក្បត់ខ្លួនឯងឈប់ក្បត់មិនគឺខ្ញុំឈប់ក្បត់ខ្លួនឯងនៅពេលដែលខ្ញុំអត់ចង់ធ្វើអីមួយហើយខ្ញុំបង្ខំខ្លួនឯងឲ្យធ្វើរឿងមួយហ្នឹងហើយកន្លែងនេះគឺយើងអាចធ្វើបាននៅពេលដែលយើងទាំងអស់គ្នាស្គាល់ខ្លួនឯងច្បាស់ថាយើងជាអ្នកគេស្គាល់ពីគុណតម្លៃខ្លួនឯងនិងមានជាព្រំដែនសម្រាប់ខ្លួនឯងចឹងអ្នកនរគ្នាមកដល់វ័យនេះខ្ញុំយល់ឃើញថាការដែលមានព្រំដែនគឺវាជួយយើងបានច្រើនខ្លាំងមែនតើមិនថាតែផ្លូវកាយជាពិសេសគឺផ្លូវចិត្តតែម្ដងវាជួយយើងបានច្រើនដែលជួយឲ្យយើងស្រឡាញ់ខ្លួនឯងច្រើនជាងមុនយើងអាចផ្ដោតទៅលើខ្លួនឯងទៅលើគោលដៅជីវិតរបស់យើងច្រើនជាងមុនពេលខ្លះយើងយល់ថាការដែលយើងកំណត់ព្រំដែនអញនិយាយថាព្រំដែនតំណែងមិត្តភ័ក្តិស្នេហាការងារអញ្ចឹងទៅវាមើលមកដូចជារដ្ឋបិណ្ឌបន្តិចប៉ុន្តែអ្នកទាំងអស់គ្នាអាចគិតចេះវិញដែលថាឧទាហរណ៍ថាដីមកកន្លែងដែលអត់មានព្រំអញ្ចឹងអាចចង់មិនចង់អាចធ្វើឲ្យអ្នកដែលនៅជុំវិញដីហ្នឹងអាចបខិតព្រំមកព្រោះយើងគិតថាអ្នកចិត្តខាងស្គាល់គ្នាមិនបាច់ចាំបាច់មានព្រំដែនអីស្គាល់ចិត្តស្គាល់ថ្លើមគ្នាហើយប៉ុន្តែពេលខ្លះវាអាចមានបញ្ហាសំបីទៅរឿងទូតាច់ហ្នឹងអញ្ចឹងយើងអាចមើលមកនៅក្នុងរូបភាពមួយដែលវារឿងតឹងតែងតិចមែនប៉ុន្តែយើងអាចរក្សានៅចំណងមិត្តភាពនៅក្នុងរយៈពេលយូរអញ្ចឹងព្រំដែនតំណែងរបស់យើងជាមួយនឹងមនុស្សជុំវិញខ្លួនគឺដូចគ្នាអញ្ចឹងការកំណត់ព្រំដែននេះវាធ្វើឲ្យយើងអាចផ្ដោតលើខ្លួនឯងច្រើនជាងមុនហើយក៏ធ្វើឲ្យមនុស្សជុំវិញខ្លួនយើងផ្ដល់តម្លៃដល់យើងច្រើនជាងមុននៅពេលដែលយើងមានព្រំដែនសម្រាប់ខ្លួនឯងច្បាស់លាស់អូខេចឹងសម្រាប់រឿងចុងក្រោយគេដែលខ្ញុំឈប់ធ្វើនោះគឺខ្ញុំឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងមនុស្សជុំវិញខ្លួនមិនថាតែ appearance ឬក៏ទៅលើ achievement ឬក៏រឿងអីមួយខ្ញុំឈប់ប្រៀបធៀបជាមួយនឹងមនុស្សជុំវិញខ្លួនមូលហេតុអីដែលខ្ញុំឈប់ប្រៀបធៀបគឺដោយសារតែខ្ញុំយល់ថាយើងម្នាក់គឺអត់ដូចគ្នាទាំងអស់គ្នាសូម្បីតែបងប្អូនភ្លោះក៏ខុសគ្នាដែរយើងអាចមានជាចំណុចពិសេសរៀងៗខ្លួនអាចមានជា talent ផ្សេងគ្នាយើងអាចមានគោលដៅជីវិតផ្សេងគ្នាស្ថានភាពនៅក្នុងការរស់នៅ
ស្ថានភាពជីវភាពគឺខុសគ្នាទាំងអស់ហើយនេះហើយធ្វើឲ្យរយៈពេលនៃការរីកលូតលាស់ឬក៏ពេលដែលយើងសម្រេចរឿងអីមួយហ្នឹងគឺអត់ដូចគ្នាទេបើសិនជាដូចគ្នាមែនឧទាហរណ៍ថាថ្ងៃនេះអ្នកទាំងអស់គ្នាមានផ្ទះវីឡាអញ្ចឹងខ្ញុំប្រកាសជាមានផ្ទះវីឡាដែរត្រូវអត់ចឹងដោយសារតែអ្នកទាំងអស់គ្នាមានខ្ញុំអត់ទាន់មានហ្នឹងហើយទៅធ្វើឲ្យរយៈពេលនៃការរីកលូតលាស់របស់យើងម្នាក់ៗហ្នឹងគឺអត់ដូចគ្នាទេហើយណាវាជារឿងដ៏អាត្មានិយមមួយដែលយើងទៅមិនជារឿងអាត្មានិយមជាស្រ័យវាជារឿងមួយដែលយើងអត់ស្រឡាញ់ខ្លួនឯងក៏ដូចជាអត់មើលឃើញពីការខិតខំប្រឹងប្រែងរបស់ខ្លួនឯងដែលយើងទៅប្រៀបធៀបខ្លួនឯងជាមួយនឹងមនុស្សជុំវិញខ្លួនយើងចឹងអ្នកនរការដែលយើងឡើងប្រៀបធៀបខ្លួនឯងជាមួយមនុស្សជុំវិញខ្លួនវាធ្វើឲ្យយើងអាចស្រឡាញ់ខ្លួនឯងច្រើនជាងមុនអ្នកទាំងអស់គ្នាអាចមានពេលផ្ដោតទៅលើជីវិតរបស់យើងច្រើនជាងមុនហើយអ្នកទាំងអស់គ្នាអាចមើលឃើញពីការខិតខំប្រឹងប្រែងនិងចំណុចពិសេសជាច្រើនរបស់យើងកន្លែងនេះឧទាហរណ៍មួយទៀតហ្មងណាឧទាហរណ៍ថាដូចអ្នកទាំងអស់គ្នាអាចប្រៀបធៀបខ្លួនឯងជាមួយនឹងមិត្តភ័ក្តិម្នាក់រៀននៅ high school ដូចគ្នាដែលគេមានសល់លុយឡានអីចឹងទៅឧទាហរណ៍ប៉ុន្តែក្នុងពេលនេះអ្នកទាំងអស់គ្នាអត់មានសល់អីទេប៉ុន្តែអ្នកទាំងអស់គ្នាមានគឺជារៀងរាល់ខែអ្នកទាំងអស់គ្នាតែងតែជួយផ្គត់ផ្គង់គ្រួសារអ្នកទាំងអស់គ្នាជួយផ្គត់ផ្គង់ការរៀនរបស់ប្អូនទិញសម្ភារៈឲ្យប្អូនរៀនអីផ្សេងជួយឪពុកម្ដាយឲ្យគាត់មានហូបចុកគ្រប់គ្រាន់អីចឹងទៅអញ្ចឹងធ្វើឲ្យថាអ្នកទាំងអស់គ្នាអត់ទាន់សម្រេចជាអ្វីដូចដែលមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាសម្រេចបានក៏ប៉ិតមែនប៉ុន្តែអ្នកទាំងអស់គ្នាបានធ្វើរឿងដ៏ធំធេងមួយសម្រាប់គ្រួសារដែលមានមនុស្សជាច្រើននៅក្នុងហ្នឹងអញ្ចឹងហើយវាជារឿងដ៏មានតម្លៃមួយដែលអ្នកទាំងអស់គ្នាបានធ្វើអញ្ចឹងហើយកុំគិតថាខ្លួនឯងអត់ទាន់មានអាជីពអីសោះហើយជឿខ្ញុំទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាបានជួយគ្រួសារបែបនេះជួយអ្នកមានគុណជួយប្អូនឲ្យបានរៀនសូត្របែបនេះណាអ្នកទាំងអស់គ្នានឹងទទួលបានជាផលត្រឡប់មកវិញនៅក្នុងរូបភាពមួយដ៏ល្អច្រើនជាងអ្វីដែលអ្នកទាំងអស់គ្នាបានផ្ដល់ឲ្យពួកគាត់ហ្នឹងទៀតចឹងទាំងអស់នេះគឺជាអីដែលខ្ញុំឈប់ធ្វើកន្លងមកខ្ញុំអាចនិយាយថាខ្ញុំឈប់ធ្វើទាំងស្រុងរយៈពេល6ខែចុងក្រោយនេះហើយខ្ញុំមើលឃើញពីការផ្លាស់ប្ដូរជាច្រើនទៅលើផ្លូវចិត្តរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំមានផ្លូវចិត្តស្ងប់ខ្ញុំអាចសប្បាយចិត្តនៅរឿងទូចតាចដែលកាត់ឡើងចំពោះខ្លួនខ្ញុំហើយក៏ខ្ញុំអាចឆ្លាញ់ខ្លួនឯងច្រើនជាងមុនដូចគ្នាដែរអញ្ចឹងហើយខ្ញុំជឿជាក់ថាវាប្រកាសជាអាចជួយអ្នកទាំងអស់គ្នាបានដូចគ្នាបើសិនជាអ្នកទាំងអស់គ្នាអាចសាកល្បងនៅក្នុងការធ្វើទៅលើចំណុចណាមួយដែលអ្នកទាំងអស់គ្នាគិតថាវា apply ត្រូវនឹងការរស់នៅប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាអញ្ចឹងណាហើយជាចុងក្រោយខ្ញុំតែនិយាយថាផ្លូវចិត្តរបស់យើងទាំងអស់គ្នាវាពិតជាសំខាន់ហើយនេះហើយទាំងអស់គ្នាគប្បីព្យាយាមនៅក្នុងការថែរក្សាផ្លូវចិត្តរបស់ទាំងអស់គ្នាឲ្យស្រស់ស្អាតដូចសួនផ្កាអញ្ចឹងណាហើយការពារពីការដែលត្រូវឈ្លានពានឬក៏អញនិយាយថាកុំឲ្យវាបាក់បែកព្រោះថាបើសិនជាផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាវាអញនិយាយថាប្រេះស្រាំឬក៏វាមានជំងឺណាមួយវាផ្ដល់ផលអត់ល្អជាច្រើនដល់ជីវិតយើងបើទោះជាពេលខ្លះយើងអាចសម្រេចបានរឿងជាច្រើននៅក្នុងជីវិតឧទាហរណ៍ថាយើងមានជាទ្រព្យឬក៏មានជា achievement ទៅលើ career អីនានាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់សប្បាយចិត្តហើយអារឿងទាំងអស់ហ្នឹងវាអត់សូវជា add value ដល់ខ្លួនឯងវាអាច look good ប៉ុន្តែវាអត់ feel good សម្រាប់ខ្លួនឯងអញ្ចឹងហើយអ្នកទាំងអស់គ្នាគប្បីធ្វើវាឲ្យ balance មានជា achievement ហើយផ្លូវចិត្តរបស់យើងក៏សប្បាយរស់នៅដោយសប្បាយចិត្តនិងសេចក្តីស្ងប់ទាំងអស់គ្នាអូខេអញ្ចឹងមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះជួបគ្នាវីដេអូក្រោយបាយ